3000 5000ខ្ញុំឲ្យ5 3000ដុំធំញ៉ាំឯងពិតជាចង់លួចខ្ញុំមែនហាកុំលោឡាកានីអត់តន់ទេម៉ែវាឲ្យខ្ញុំនឹងសម្លាប់ឯងខ្ញុំខំឯងឲ្យងាប់ឥឡូវហ្នឹងស្មប់អារម្មណ៍ទៅអារម្មណ៍បុគ្គលិកមិននឹងនឹងប៉ះពាល់ដល់ការវិតម្លៃចុងក្រោយពិតមកទៅនោះជាស្អីហ្នឹងបិសាចប្រៃដែលគ្មានត្រាកិច្ចសន្យាសោះកណ្ដុរហាមស្ទ័រជាតុក្កតាសំណាងរបស់ក្រុមហ៊ុនកណ្ដុរហាមស្ទ័រនេះមានជំងឺឆ្កួតជ្រូកជំងឺចាស់ទេឲ្យតែជួបមនុស្សប្លែកមុខគឺប្រកាសភ្លាមត្រូវហើយប្រភេទខំមនុស្សនឹងណាខំដាច់ម្រាមដៃតែម្ដងចង់បើកមើលអត់សត្វពីដៃថ្មត្រូវបានបរិសម្នាក់នោះវាបំបែកដោយកណ្ដាប់ដៃតែមួយតើឯងប្រកាសទេថារូបកាយរបស់គេជារូបកាយភ្លើងនរកកូនចៅបានឃើញផ្ទាល់ភ្នែកប៉ុន្តែហាក់ដូចជាទើបតែដឹងខ្លួនឡើងហើយនៅមានការច្រានមកវិញចុះខ្មោចកិច្ចសន្យានោះវិញព័ត៌មានថាវាបានបញ្ចេញកម្លាំងខ្លាំងជាងគ្រឿងសម្រិតទៅទៀតព័ត៌មានការភ័ន្តច្រឡំវាគ្រាន់តែជាខ្មោចចង្រៃធម្មតាប៉ុណ្ណោះមិនបាច់បារម្ភទេថៅកែឈូម្នាក់នេះជាតំណាងរបស់លោកម្ចាស់ជើពួកយើងចង់ជែកពីចំនួនធំមួយគឺ 20000 ដុំធ្ងវិញ្ញាណដើម្បីទិញវា20000តិចណាស់មិនគ្រប់ទិញអាវធំលំដាប់ខ្ពស់របស់ខ្ញុំមួយកំភ្លេផង50000បូករួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្គត់ផ្គង់រយៈពេលវែងនៃប្រភេទថាមពលវិញ្ញាណល្អ80000តប20000ឲ្យតែអ្នកយល់ព្រមឥឡូវនេះដុំធ្ងវិញ្ញាណ120,000នឹងប្រគល់ជូនភ្លាមថៅកែឈូតម្លៃនេះទិញខ្មោចចង្រៃពាន់ឆ្នាំម្នាក់អ្នកពិតជាចំណេញខ្លាំងណាស់ទៅហើយហ៊ានឲ្យថ្លៃលឿនរហ័សយ៉ាងនេះមើលទៅអ្វីដែលពួកអ្នកចង់បានមិនមែនជាខ្មោចធ្វើការនោះទេផ្ទុយទៅវិញវាគ្រាន់តែជាការបរបាញ់មួយដែលក្លែងបន្លំជាការប្រកួតប្រជែងប៉ុណ្ណោះថៅកែឈូតើនេះមានន័យថាម៉េចទី1ប្រស្រីភ្នែករបស់អ្នករួមតូចបន្តិចបង្ហាញថាអ្នកគ្មានចំណាប់អារម្មណ៍ក្នុងការថ្លៃជាមួយខ្ញុំតតែសោះទី2តាំងពីដើមដល់ចប់អ្នកមិនបានសួរនាំពីកម្រិតនៃការផ្សាំងរបស់វាឬហានិភ័យនៃការច្រានមកវិញនៃកិច្ចសន្យានោះទេអ្នកទិញធម្មតាអ្វីដែលបារម្ភបំផុតគឺជីវិតទី3សាច់ដុំដៃស្ដាំរបស់អ្នកស្ថិតក្នុងស្ថានភាពតឹងណែនជានិច្ចត្រៀមខ្លួនដកអាវុធគ្រប់ពេលពួកអ្នកមិនមែនមកទិញខ្មោចទៅប្រើការទេគឺចង់បិទប្រលឹងវាធ្វើជាគ្រឿងបូជាមែនទេត្រូវទេថៅកែឈូមនុស្សឆ្លាតច្រើនតែអាយុមិនវែងទេអ្នកដែលបដិសេធទឹកចិត្តស្មោះរបស់លោកម្ចាស់ជាទូទៅនឹងគ្មានឱកាសលើកទី2ឡើយចាំមើលទៅថៅកែមិញនេះអ្នកសង្ហាណាស់តើអ្នកតាំងពីដើមដល់ចប់មិនមានបំណងលួចខ្ញុំមែនទេកុំគិតច្រើនអីគឺដោយសារគេមិនអាចផ្ដល់តម្លៃដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បានហើយថែមទាំងចង់បានទេទៀតផងពួកនេះទុនវិកលចរិតរឹងក្បាលគោលដៅមានការប្រុងប្រយ័ត្នខ្ពស់ណាស់ស្មារតីមិនអាចរង្គោះរង្គើបានឡើយគេបានមើលធ្លុះពួកយើងហើយមិនបាច់ប្រញាប់ទេបើសម្របសម្រួលមិនកើតឲ្យគេស្គាល់ច្បាប់ទម្លាប់របស់ទីក្រុងលូមីងសិនទៅរង្វាន់ 1000 ដុំថាមពលបិសាចព្រោះតែខ្មោចល្ងងនេះខាត់អស់ 1500 ខាត់សុទ្ធ 500 ស៊ីមែនបងប្រុសវិកលចរិតកុំខឹងអីញ៉ាំដំឡូងជ្វាទៅថៅកែចុះបើមានអ្នកណាម្នាក់ឲ្យតម្លៃខ្ពស់រហូតដល់អ្នកចាប់អារម្មណ៍ពិតមែននៅក្នុងពិភពសៀនហាងគ្មានតម្លៃបែបនោះទេចុះអុកមាថាមានគេឲ្យ10លានដុំធ្ងវិញ្ញាណបើអីចឹងខ្ញុំនឹងឲ្យគេកក់លុយមុនរួចយកលុយកក់រត់ចោលស្រុកជាមួយនាងចំណេញទាំងសងខាងអាហាហាថៅកែចិត្តខ្មៅវិកលចរិតពិតមែនធ្វើស៊ីគេអេមហ្មងកាត់ប្រាក់ខែឯង100ឆ្នាំស្អែកទៅលាងចានឲ្យខ្ញុំមេក្រុមតើយើងត្រូវធ្វើសកម្មភាពផ្ទាល់តែម្ដងទេ
ពីនិតកម្រិតគុណភាពដុំថ្មវិញ្ញាណសិនមិនត្រូវឲ្យមានការខុសឆ្គងឡើយអូបញ្ជាក់ថាជាកម្រិតពាន់ឆ្នាំពិតមែនប្រភេទល្អឥតខ្ចោះបែបនេះមិនចម្លែកទេដែលលោកម្ចាស់ចូលត្រូវតែយកឲ្យបានយប់ស្អែកធ្វើតាមច្បាប់សារងឹតប្លន់យកតែម្ដង